ចាបងប្អូនកាលពីថ្ងៃទី22 ម្សិលមិញនេះផេកសារព័ត៌មានថ្មីសកម្មភាពបងប្អូនកុមារសិស្សសាលាវត្តរាជបូរបងប្អូនចាគឺច្រៀងបទកូនមើលទៅមេឃមានបងប្អូនទាំងអស់គ្នានៅពីមុខផ្ទៀងគំនូរខ្នាតយក្សនៅកណ្ដាលក្រុងសៀមរាបប្រវែង30 ម៉ែត្រគូដោយសិល្បករមកពីតំបន់ផ្សេងគ្នារហូតដល់ទៅ50 នាក់ឯណោះដើម្បីបង្ហាញឲ្យពិភពលោកបានឃើញពីស្នាដៃទាហានថៃធ្វើដាក់ពលរដ្ឋស្លូតត្រង់របស់កម្ពុជានេះហើយសង្គ្រាមឈ្លានពានពីយោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាបងប្អូនទាំងអស់គ្នាខ្ញុំនឹងអានខ្លឹមសារក្នុងអត្ថបទនេះជូនដល់បងប្អូនរីករាយស្ដាប់ដូចតទៅសិស្សសាលាវត្តរាជបូរច្រៀងបទកូនមើលទៅមេឃរំលឹកពីរភាពកងទ័ពខ្មែរនិងសោកនាដកម្មកម្ពុជាក្រោមការឈ្លានពានពីថៃសៀមរាបក្រុមកុមារដែលជាសិស្សសាលាបឋមសិក្សាវត្តរាជបូរបាននាំគ្នាច្រៀងបទកូនមើលទៅមេឃលាន់ឮយ៉ាងក្រលួចពីមុខផ្ទៀងគំនូរសិល្បៈដើម្បីសន្តិភាពដ៏ធំនៅកណ្ដាលក្រុងសៀមរាបសម្រែកច្រៀងដ៏ក្រអួនក្រអៅចេញពីទឹកចិត្តកុមារដែលឈឺចាប់នឹងការឈ្លានពានយាយីរបស់យោធាឈ្លានពានថៃមកលើដែនអធិបតេយ្យកម្ពុជាសម្រែកច្រៀងរបស់ក្រុមកុមារដែលកុមារកម្ពុជាចង់បញ្ជូនសារប្រាប់ទៅពិភពលោកថាសង្គ្រាមនិងការឈ្លានពានយោធាថៃមិនបានប៉ះពាល់តែដល់ទឹកដីនិងសន្តិសុខជាតិប៉ុណ្ណោះទេប៉ុន្តែបានដកហូតសន្តិភាពពីកុមារផងដែរការច្រៀងនៅមុខផ្ទៀងគំនូរសិល្បៈដើម្បីសន្តិភាពនិងអំពាវនាវឲ្យពិភពលោកស្ដាប់សំឡេងរបស់កុមារកម្ពុជាដែលកំពុងស្រែកហៅរកសន្តិភាពឲ្យត្រឡប់និងបង្ហាញពីនៅសោកនាដកម្មដែលកំពុងកើតឡើងនៅកម្ពុជាដែលពិភពលោកមិនគូមើលរំលងសំឡេងច្រៀងស្រស់គ្នារបស់កុមារតូចៗនៃបទកូនមើលទៅមេឃដែលមានបង្កប់អត្ថន័យជ្រាលជ្រៅនៃវីរភាពកងទ័ពខ្មែរក៏បានធ្វើឲ្យអ្នកទស្សនាគំនូរឈប់ស្ដាប់ដោយភាពស្ងៀមស្ងាត់និងអារម្មណ៍រំជួលចិត្តផលិតដោយសារព័ត៌មាន Digital ថ្មី